ហេតុអ្វីបានជាកំភ្លើងលបបាញ់មួយប្រភេទដែលត្រូវបានរចនាឡើងតាំងពីជាង60ឆ្នាំមុននៅតែត្រូវបានកងទ័ពជាច្រើនជួយទុកចិត្តនិងបន្តប្រើប្រាស់រហូតមកដល់សប្តាហ៍ថ្ងៃនៅពេលដែលនិយាយដល់កំភ្លើង Sniper ឬក៏កំភ្លើងលបបាញ់មនុស្សភាគច្រើនតែងតែនឹកឃើញដល់កំភ្លើងទំនើបដូចជា QBU-10, Barrett M82 ឬក៏ M200 Intervention ជាដើមដែលពួកវាបានបំពាក់ដោយកោយុទ្ធអុបតិកចំនួនថ្មីនិងអាចបាញ់បានចម្ងាយរាប់គីឡូម៉ែត្រប៉ុន្តែមានកំភ្លើងមួយប្រភេទដែលនៅតែអាចឈរជើងបានយ៉ាងរឹងមាំទោះបីជាមានអាយុកាលជាងកន្លះសតវត្សទៅហើយក្តីវាបានឆ្លងកាត់សមរភូមិនៅតំបន់វាលខ្សាច់តំបន់ភ្នំព្រៃក្រាស់និងទីក្រុងដែលកំពុងឆេះដោយភ្លើងសង្គ្រាមវាត្រូវបានប្រើប្រាស់ដោយកងទ័ពជាង40ប្រទេសជុំវិញពិភពលោកហើយក្នុងប្រទេសកម្ពុជាយើងកំភ្លើងប្រភេទនេះក៏ត្រូវបានគេសង្កេតឃើញក្នុងការវឹកវើនៅសកម្មភាពសាធារណៈមួយចំនួនរបស់កងកម្លាំងនៃបញ្ជាការដ្ឋានកងអង្គរៈ BAQ ផងដែរវាមិនមែនជាកំភ្លើង Sniper ដែលមានភាពត្រឹមត្រូវល្អឥតខ្ចោះបំផុតមិនមែនជាកំភ្លើងថ្មីបំផុតហើយក៏មិនមែនជាកំភ្លើងដែលមានតម្លៃថ្លៃបំផុតនោះដែរប៉ុន្តែអ្វីបានជាវានៅតែបន្តបម្រើការតាមបណ្ដាកងទ័ពជាច្រើននៅលើពិភពលោកបន្ទាប់ពីការបង្កើតឡើងមកអស់រយៈពេលជាង60ឆ្នាំតើអ្វីទៅជាអាថ៌កំបាំងដែលធ្វើឲ្យកំភ្លើងសូវៀតមួយនេះក្លាយជារឿងព្រេងនៅលើសមរភូមិហើយហេតុអ្វីបានជាវានៅតែមានតួនាទីនៅក្នុងកងយោធាសម័យទំនើបថ្ងៃនេះយើងនឹងស្វែងយល់អំពីកំភ្លើងលបបាញ់ធន់ស្រាលប្រភេទ SVD Dragano ចាប់ផ្ដើមពីប្រវត្តិនៃការបង្កើតការរចនាដ៏ឆ្លាតវៃបទពិសោធន៍នៅលើសមរភូមិពិតនិងតួនាទីដែលវាត្រូវបានគេសង្កេតឃើញនៅក្នុងកងយុទ្ធពលខេមរភូមិន្ទរឿងរ៉ាវរបស់ SVD បានចាប់ផ្ដើមឡើងនៅក្នុងសម័យសង្គ្រាមត្រជាក់នៅចុងទសវត្សរ៍ឆ្នាំ1950សហភាពសូវៀតបានស្វែងយល់ឃើញថាកាំភ្លើងវាយប្រហាររបស់កងទ័ពថ្មើរជើងមិនអាចផ្ដល់សុខភាពគ្រប់គ្រាន់នៅចម្ងាយឆ្ងាយបានទៀតឡើយស្របពេលជាមួយគ្នានោះកាំភ្លើង Sniper ដ៏ល្បីជាច្រើនចំនួនរបស់ពួកគេប្រភេទ Mosin Nagant Bolt Action Rifle មានសុខភាពចំពោះគោលដៅប៉ុន្តែអត្រាបាញ់យឺតពេកសម្រាប់ការប្រយុទ្ធដែលផ្លាស់ប្ដូរស្ថានភាពយ៉ាងឆាប់រហ័សដោយសារតែវាបាញ់ចេញមួយគ្រាប់តម្រូវឲ្យទាហានអាមេមួយគ្រាប់ទៀតដើម្បីអាចបាញ់បន្តបានហើយការបញ្ចូលគ្រាប់ក៏មានសភាពយឺតដោយសារតែវាមិនមែនប្រើបង់នោះទេគឺវាត្រូវបញ្ចូលម្ដងមួយគ្រាប់នៅខាងលើនៃកាំភ្លើងដូច្នេះហើយកងទ័ពសូវៀតចង់បានអាវុធប្រភេទថ្មីមួយដែលជាកាំភ្លើងអាចបាញ់លឿនដូចកាំភ្លើងវាយប្រហារស្វ័យប្រវត្តិប៉ុន្តែនៅតែមានសុខភាពគ្រប់គ្រាន់ដើម្បីបាញ់គោលដៅនៅចម្ងាយឆ្ងាយជាងកាំភ្លើងរបស់ទាហានធម្មតានៅឆ្នាំ1958ក្រសួងការពារជាតិរបស់សហភាពសូវៀតបានប្រកាសការប្រកួតរចនាកាំភ្លើងលបបាញ់ចំនួនថ្មីមួយដើម្បីបំពេញនៅតម្រូវការរបស់កងទ័ពថ្មើរជើងនិងដាក់ឲ្យទាន់នូវសភាពការនៃសង្គ្រាមសម័យទំនើបវិស្វករអាវុធល្បីៗជាច្រើនបានដាក់ស្នើគំរូរបស់ពួកគេក្នុងចំណោមនោះមានវិស្វករម្នាក់ឈ្មោះ Yevgeny Draganov ដែលល្បីខាងរចនាកាំភ្លើងក្នុងការប្រកួតធំៗជាច្រើនបន្ទាប់ពីការរចនានិងធ្វើតេស្តយ៉ាងតឹងរ៉ឹងអស់រយៈពេលជាច្រើនឆ្នាំកាំភ្លើងលបបាញ់របស់លោក Draganov បានទទួលជ័យជំនះក្នុងការប្រកួតនេះនិងបានចូលបម្រើការជាផ្លូវការជាមួយនឹងកងទ័ពថ្មើរជើងសូវៀតនៅក្នុងឆ្នាំ1963ហើយគាត់បានប្រសិទ្ធនាមឲ្យវាថា SVD ដែលជាពាក្យកាត់មកពីភាសារុស្ស៊ី Sniperskaya Vintovka Draganova វាមានន័យថាកាំភ្លើងលបបាញ់ស្ទាក់របស់ Draganov ប៉ុន្តែទោះបីជាឈ្មោះរបស់វាមានពាក្យថា Sniper Rifle ក៏ដោយក៏តាមពិតទៅ SVD មិនត្រូវបានរចនាឡើងសម្រាប់តួនាទី Sniper បែបពេញលក្ខណៈនោះទេវាត្រូវបានបង្កើតឡើងសម្រាប់តួនាទីថ្មីមួយដែលក្រោយមកបានផ្លាស់ប្ដូររបៀបប្រយុទ្ធរបស់កងទ័ពសម័យទំនើបទាំងមូលនៅពេលមើលពីខាងក្រៅ SVD មើលទៅដូចជាកាំភ្លើង Sniper ធម្មតាមួយវាមានតួកាំភ្លើងវែងស្វ័យខាងក្រោយភ្ជាប់ជាមួយនឹងដងកាន់រៀងប្រហោងដែលជាអត្តសញ្ញាណរបស់វាបំពាក់ដោយកោយុទ្ធអុបតិកប្រភេទ PSO-1 ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះគឺមានការពិតមួយ SVD មិនត្រូវបានរចនាឡើងដើម្បីក្លាយជាកាំភ្លើង Sniper បែបស្តង់ដារនោះទេផ្ទុយទៅវិញវាត្រូវបានបង្កើតឡើងជាកាំភ្លើង Designet Marksman Rifle ឬហៅកាត់ថា DMR តើ DMR ខុសពី Sniper Rifle យ៉ាងដូចម្តេចអ្នកបាញ់ Sniper ស្តង់ដារជាធម្មតាធ្វើប្រតិបត្តិការជាក្រុមតូចមានសមាជិក2នាក់បេសកកម្មរបស់ពួកគេគឺស៊ើបការលាក់ខ្លួនការសង្កេតគោលដៅនិងការបាញ់គោលដៅសំខាន់ៗពីចម្ងាយឆ្ងាយបំផុតរីឯ DMR វិញមានតួនាទីខុសគ្នាគេមិនបានបំបែកចេញពីកងទ័ពថ្មើរជើងនោះទេគេធ្វើដំណើរប្រយុទ្ធនិងបំពេញបេសកកម្មជាមួយកងពលរបស់គេគ្រប់ពេលបើបកស្រាយឲ្យស្រួលយល់នៅពេលសត្រូវស្ថិតនៅចម្ងាយដែលកាំភ្លើងវាយប្រហារស្វ័យប្រវត្តិធម្មតារបស់កងទ័ពថ្មើរជើងមិនអាចបាញ់បានដោយមានប្រសិទ្ធភាពនោះហើយគឺជាពេលដែលអ្នកបាញ់ DMR ចូលមកបំពេញតួនាទីឬក៏យើងអាចនិយាយម្យ៉ាងទៀតថា SVD គឺជាកាំភ្លើងដែលនៅចន្លោះរវាងកាំភ្លើងវាយប្រហារស្វ័យប្រវត្តិនិងកាំភ្លើង Sniper ធន់ធ្ងន់វាផ្ដល់ឲ្យកងទ័ពថ្មើរជើងនៅសមត្ថភាពបាញ់គោលដៅបានយ៉ាងមានប្រសិទ្ធភាពនៅចម្ងាយជាង800ម៉ែត្រដោយមិនបន្ថយល្បឿននៃការវាយលុក
SVD បានផលិតឡើងមកជាកំភ្លើងពាក់កណ្ដាលស្វ័យប្រវត្តិនោះមានន័យថារាល់ពេលកេះកាយបាញ់កំភ្លើងនឹងបញ្ចូលគ្រាប់បន្ទាប់ដោយខ្លួនឯងដូច្នេះហើយអ្នកបាញ់អាចបាញ់តាមគោលដៅជាបន្ទាប់បានលឿនជាងមុនដែលជាអត្ថប្រយោជន៍ដ៏សំខាន់ក្នុងសមរភូមិដែលមានការប្រយុទ្ធដ៏ក្តៅគគុក SVD ប្រើប្រាស់ប្រព័ន្ធ short stroke gas piston រួមជាមួយនឹង rotating bowl ប្រព័ន្ធនេះត្រូវបានគេទទួលស្គាល់ថាមានភាពរឹងមាំនិងអាចដំណើរការបានល្អទោះស្ថិតក្នុងស្ថានភាពមិនអំណោយផលយ៉ាងណាក៏ដោយមិនថាភក់ខ្សាច់ព្រិលឬក៏ក្នុងតំបន់ព្រៃដែលមានជាតិសំណើមខ្ពស់ក៏ដោយបើទោះបីជាវាបានរចនាឡើងមកដោយប្រើប្រាស់គ្រាប់ 7.62 គុណនឹង 54 មីលីម៉ែត្រដូចគ្នានឹងកំភ្លើងយន្ត PKM ក៏ដោយក៏ SVD មិនមែនជា AK ឬក៏ PKM ដែលកែច្នៃឡើងវិញនោះទេផ្នែកខាងក្នុងរបស់វាត្រូវបានរចនាឡើងថ្មីទាំងស្រុងដោយផ្ដោតទៅលើភាពត្រឹមត្រូវនិងភាពជឿជាក់ក្នុងការបាញ់ហើយដើម្បីបង្កើននូវប្រសិទ្ធភាព SVD ត្រូវបានបំពាក់ដោយស្វ័យកាំភ្លើងដែលមានតុល្យភាពល្អជាពិសេសធ្វើឲ្យអ្នកបាញ់មានភាពងាយស្រួលក្នុងការបាញ់និងការទប់នៅកម្លាំងធាក់ថយក្រោយបានយ៉ាងល្អមិនត្រឹមតែប៉ុណ្ណោះប្រព័ន្ធកែរបស់វាក៏មានភាពរលូនជាងកាំភ្លើងវាយប្រហារធម្មតាផងដែរចំពោះមូលហេតុដ៏ធំបំផុតដែលធ្វើឲ្យ SVD ល្បីល្បាញទូទាំងពិភពលោកគឺវាបានបំពាក់កោយិតអុបទិកប្រភេទ PSO1 4x24 លក្ខណៈពិសេសរបស់កោយិតប្រភេទនេះគឺវាមានប្រព័ន្ធវាស់ចម្ងាយគោលដៅប្រព័ន្ធកែសម្រួលកន្លងគ្រាប់និងអាចបំភ្លឺសញ្ញាតម្រង់នៅក្នុងស្ថានភាពពន្លឺតិចសម្រាប់សម័យនោះវាគឺជាបច្ចេកវិទ្យាដ៏ទំនើបដែលផ្ដល់អត្ថប្រយោជន៍យ៉ាងខ្លាំងដល់អ្នកបាញ់ SVD មិនត្រូវបានបង្កើតឡើងដើម្បីឲ្យបាញ់តែមួយគ្រាប់យ៉ាងមានប្រសិទ្ធភាពចំពោះគោលដៅនៅចម្ងាយឆ្ងាយបំផុតនោះទេគោលបំណងពិតរបស់វាគឺផ្ដល់នូវការបាញ់ដែលលឿនត្រឹមត្រូវនិងអាចទុកចិត្តបានដើម្បីគ្រប់គ្រងដល់កងទ័ពថ្មើរជើងនៅលើសមរភូមិហើយនោះគឺជាមូលហេតុដែល SVD នៅតែបន្តបម្រើការក្នុងកងទ័ពជាច្រើនជុំវិញពិភពលោកអស់រយៈពេលជាង60ឆ្នាំមកដល់បច្ចុប្បន្ន SVD ប្រហែលមិនមើលទៅអស្ចារ្យដូចជាកំភ្លើងទំនើបនាពេលបច្ចុប្បន្ននោះទេប៉ុន្តែគ្រប់ផ្នែកទាំងអស់របស់វាត្រូវបានរចនាឡើងមកដោយមានគោលបំណងតែមួយគឺផ្ដល់ឲ្យកងទ័ពថ្មើរជើងនូវសមត្ថភាពបាញ់គោលដៅនៅចម្ងាយដែលកំភ្លើងវាយប្រហារធម្មតាមិនអាចធ្វើបាន SVD ប្រើប្រាស់គ្រាប់កំភ្លើងប្រភេទ 7.62 គុណនឹង 54 មីលីម៉ែត្រគ្រាប់ប្រភេទនេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ 1991 ហើយជាគ្រាប់យោធាដ៏ចាស់បំផុតដែលនៅតែបន្តប្រើប្រាស់រហូតមកដល់សប្តាហ៍ថ្ងៃទោះបីមានអាយុកាលជាងមួយសតវត្សរ៍ក៏ដោយវានៅតែមានអានុភាពខ្លាំងអាចបាញ់បានឆ្ងាយមានសមត្ថភាពទម្លុះបានល្អនិងមានកម្លាំងបញ្ឈប់គោលដៅដ៏ខ្ពស់បំផុតក្នុងចំណោមគ្រាប់កាំភ្លើងលបបាញ់ធន់ស្រាល SVD ប្រើប្រាស់បង់គ្រាប់ដែលមានចំនួន10គ្រាប់ក្នុងមួយបង់ខុសពីកាំភ្លើង Sniper ទំនើបជាច្រើនដែលភាគច្រើនប្រើប្រាស់បង់ត្រឹមតែ5គ្រាប់តែប៉ុណ្ណោះក្នុងមួយបង់ដូចនេះ SVD អាចផ្ដល់ការគ្រប់គ្រងដល់កងទ័ពថ្មើរជើងបានជាបន្តបន្ទាប់ដោយមិនចាំបាច់បដូរបង់ញឹកញាប់ SVD មានប្រវែងសរុប 1225 មីលីម៉ែត្រមានកាណុងប្រវែង 620 មីលីម៉ែត្រមានទម្ងន់ប្រហែល 4.3 គីឡូក្រាមនៅពេលមិនទាន់បំពាក់កោយិតនិងមានទម្ងន់ប្រហែល 4.7 គីឡូក្រាមនៅពេលបំពាក់កោយិត PSO1 រួចរាល់សម្រាប់ទម្ងន់ប៉ុណ្នេះវាមិនស្រាលពេកមិនធ្ងន់ពេកដែលធ្វើឲ្យទាហានអាចយកតាមខ្លួនបានយ៉ាងងាយស្រួលជាពិសេសក្នុងការល្បាតឬបំពេញបេសកកម្មរយៈពេលយូរ SVD មានចម្ងាយបាញ់មានប្រសិទ្ធភាពចំពោះគោលដៅប្រហែលជាជាង 800 ម៉ែត្រប៉ុន្តែសម្រាប់អ្នកបាញ់ដែលមានបទពិសោធន៍អាចវាយប្រហារគោលដៅបានរហូតដល់ 1200 ម៉ែត្រដោយមានប្រសិទ្ធភាពកាំភ្លើងលបបាញ់ Sniper ធន់ស្រាលប្រភេទ SVD គឺជាកាំភ្លើងដែលល្បីល្បាញនៅទូទាំងពិភពលោកប៉ុន្តែចុះនៅក្នុងប្រទេសកម្ពុជាយើងវិញតើវាត្រូវបានប្រើប្រាស់ដោយអង្គភាពណាខ្លះខុសពីសភាវុធមួយចំនួនដែលត្រូវបានប្រកាសជាផ្លូវការអំពីការដាក់ឲ្យប្រើប្រាស់ព័ត៌មានសាធារណៈអំពីកាំភ្លើង SVD នៅក្នុងកងយុទ្ធពលខេមរៈភូមិន្ទនៅមានកម្រិតនៅឡើយមិនមានការប្រកាសជាផ្លូវការអំពីចំនួនកាំភ្លើងឬឆ្នាំដែលវាត្រូវទទួលបានចូលបម្រើការនោះទេប៉ុន្តែយោងតាមរូបថតនិងវីដេអូដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈក្នុងរយៈពេលប្រមាណឆ្នាំកន្លងមកនេះគេអាចសង្កេតឃើញកាំភ្លើង SVD នៅក្នុងការប្រើប្រាស់របស់អង្គភាពមួយចំនួននៃកងយុទ្ធពលខេមរៈភូមិន្ទជាពិសេសវាក៏បានបង្ហាញខ្លួនក្នុងការវឹកវើនិងសកម្មភាពសាធារណៈមួយចំនួនរបស់កងអង្គរៈ BHQ ផងដែរកងអង្គរៈ BHQ គឺជាអង្គភាពយោធាដែលមានតួនាទីសំខាន់បំផុតមួយរបស់ប្រទេសភារកិច្ចរបស់ពួកគេគឺការការពារថ្នាក់ដឹកនាំជាន់ខ្ពស់ការធានាសន្តិសុខក្នុងព្រឹត្តិការណ៍សំខាន់ៗការឆ្លើយតបចំពោះស្ថានភាពបន្ទាន់និងការបំពេញបេសកកម្មពិសេសផ្សេងៗដោយសារភារកិច្ចទាំងនេះសមាជិករបស់ BHQ ត្រូវវឹកវើប្រើប្រាស់អាវុធជាច្រើនប្រភេទចាប់តាំងពីកាំភ្លើងវាយប្រហារកាំភ្លើងយន្តរហូតដល់កាំភ្លើងសម្រាប់អ្នកបាញ់គោលដៅចម្ងាយឆ្ងាយសម្រាប់អង្គភាពដូចជា BHQ SVD មានតួនាទីដ៏សមស្របមួយមិនមែនគ្រប់បេសកកម្មទាំងអស់
សុទ្ធតែត្រូវការកំភ្លើង sniper ដែលមានតម្លៃថ្លៃនិងបាញ់បានចម្ងាយជាង1គីឡូម៉ែត្រនោះទេបេសកកម្មជាច្រើនត្រូវការកំភ្លើងដែលមានភាពត្រឹមត្រូវអាចទុកចិត្តបានបាញ់បានលឿននិងអាចបំពេញបេសកកម្មជាមួយក្រុមប្រតិបត្តិការនោះហើយគឺជាចំណុចដែល SVD បង្ហាញពីភាពលេចធ្លោរបស់វាដោយសរុបសេចក្តីមកវិញអស់រយៈពេលជាង60ឆ្នាំ SVD នៅតែជាកំភ្លើងមួយដែលទទួលបានការគោរពនិងជឿទុកចិត្តពីកងទ័ពជាច្រើនជុំវិញពិភពលោកវាបានឆ្លងកាត់សម័យសង្គ្រាមត្រជាក់បានចូលរួមសង្គ្រាមរាប់មិនអស់ហើយបានកសាងកេរ្តិ៍ឈ្មោះលើភាពរឹងមាំនិងភាពអាចទុកចិត្តបានដែលមានកំភ្លើងតិចណាស់អាចប្រៀបធៀបបានជាមួយវា SVD មិនត្រូវបានបង្កើតឡើងដើម្បីក្លាយជា sniper ដែលមានភាពត្រឹមត្រូវបំផុតនៅលើពិភពលោកនោះទេផ្ទុយទៅវិញវាត្រូវបានរចនាឡើងដើម្បីផ្ដល់ឲ្យកងទ័ពថ្មើរជើងនូវសមត្ថភាពមួយដែលមានតម្លៃខ្លាំងនៅលើសមរភូមិនោះគឺការបាញ់គោលដៅយ៉ាងលឿនមានភាពត្រឹមត្រូវនិងអាចទុកចិត្តបាននៅចម្ងាយដែលកំភ្លើងវាយប្រហារធម្មតាមិនអាចទៅដល់